វិជ្ជាមោហៈជាបច្ច័យនៅមិនបាននៅព្រះនិព្វានតែត្រឹមត្រូវឬទេចម្លើយថាត្រូវបើតាមបរិច្ចាសមុបាទព្រោះអវិជ្ជាជាបច្ច័យដល់សង្ខារសង្ខារមាន3ប្រភេទហើយក្នុងនោះវាមានកុសលមានអកុសលអីទៅហើយកុសលនឹងអីវាជាបច្ច័យនៃបើយើងថាវិវត្តគាមនីកុសលជាបច្ច័យនៃព្រះនិព្វានអញ្ចឹងវាតគ្នាអញ្ចឹងយើងនិយាយដែលឧបនិស្សយបច្ច័យបានថាមោហៈជាបច្ច័យនាំឲ្យយើងដល់នៅព្រះនិព្វានពីប្រមោហៈជាទុអវិជ្ជាវាជ្រៅដែរអញ្ចឹងដល់ពេលយើងនិយាយអញ្ចឹងគេថាយើងបែកឆ្វេងបែកស្ដាប់ទៀតតែយើងមិនមោហៈជាបច្ច័យដល់អវិជ្ជាមោហៈជាបច្ច័យដល់ព្រះនិព្វានវាមិនដែលមានសិក្សានៅតាណាអត់ជឿកណាទេនឹងការសន្តានាកណាលើកមកអញ្ចឹងដែរគេមិនសូវចាប់ផ្លូវវិភាគអីមែនទៅវាអញ្ចឹងឯលោមោហៈនឹងជាបច្ច័យដល់សង្ខារអវិជ្ជាបច្ចយាសង្ខារាសង្ខារអីខ្លះយើងមើលអង្គធរសង្ខារមាន3ប្រភេទបញ្ញាភិសង្ខារបញ្ញាភិសង្ខារនៃជាភិសង្ខារឯបញ្ញាភិសង្ខារអង្គធរបានដល់អីខ្លះយើងមិនត្រូវមើលទេកណាហើយដល់ពេលយើងបែងចែកទៅវាចូលឬមិនចូលទៅមើលកណាធ្លាប់សួរព្រះអង្គរេនជឿកណាអត់មោហៈជាបច្ច័យនៅឲ្យយើងដល់នៅព្រះនិព្វានដែរណាអត់ជឿគេនិយាយអញ្ចឹងអត់ជឿទេតែមើលខ្លួនឯងទៅបើបរិច្ចាសមុបត្តិលោកដាក់អញ្ចឹងប៉ុណ្ណឹងអីអញ្ចឹងវាជ្រៅអញ្ចឹងយើងនិយាយថាវាបច្ច័យដល់គ្នានឹងគ្នាវាបច្ច័យនៅក្នុងមហាបដ្ឋានមាន24នោះសង្គ្រោះទៅដឹងស្អីខ្លះអគ្នាវិញស្ទើរបដ្ឋានសាការៈព្រោះថាព្រះមហាបដ្ឋានវាទលំទលីដូចមហាសាគរសមុទ្រទេណាសមុទ្រគេអាចកំណត់ព្រំដែនបានហើយបដ្ឋានកំណត់អត់បានទេសូម្បីញាតិព្រះសម្មាសម្ពុទ្ធក៏មិនអាចកំណត់ដែននៃមហាបដ្ឋាននឹងបានដែរជ្រៅចឹងបានគេដាក់ថាបដ្ឋានសាការៈប្រធេរៈមួយអង្គជនជាតិស្រីលង្កាគណៈលោកពិចារណាអញ្ចឹងលោកជីកំប៉ាល់កាត់សមុទ្រលោកពិចារណាមហាបដ្ឋានពិតជាជ្រៅដូចអត់សេចក្តីមិនចេះចប់ពិចារណាទៅវាឃើញតែហេតុនិងផលរហូតចំណែកមហាសមុទ្រនេះក៏វាទលំទលាយមើលទៅអត់ឃើញកោះត្រើយគង់ជីនៅកណ្ដាលសមុទ្រមើលទៅមិនឃើញកោះត្រើយតែក៏គង់ថ្ងៃណាមួយនឹងដល់ត្រើយជាមិនខានយើងជីទៅគង់អត់ដល់ទេតែសពើវត្តនេះនឹងអត់ដល់ចំណែកមហាបដ្ឋាននេះមិនមានកោះត្រើយឡើយពិចារណាអញ្ចឹងឲ្យកើតបិតិសោមនក្នុងញាតិក្នុងបិតិដែលថាជ្រះថ្លាក្នុងបញ្ញាព្រះសម្មាសម្ពុទ្ធក្នុងធម៌ព្រះអង្គចម្រើននៅវិបស្សនាសម្រាប់ជាព្រះអរហន្តក្នុងគណៈនេះនឹងប្រព័ន្ធរឿងរ៉ាវប្រធេរៈជនជាស្រីលង្កាមួយរូបពិចារណាអញ្ចឹងបដ្ឋានជ្រៅលំបាកយល់យើងយល់មិនអត់ទេយល់បានមួយចំណិតតូចមិននិយាយយល់ទេអញ្ចឹងយើងសិក្សាអញ្ចឹងទៅយើងរត់តែសប្បាយចិត្តថាអូធម៌នេះពិតជាធម៌នៃព្រះសម្មាសម្ពុទ្ធជាធម៌នៃបុគ្គលត្រាស់ដឹងយ៉ាងពិតប្រាកដបើបុគ្គលមិនត្រាស់ដឹងទេមិនអាចស្ដែងធម៌មានសុភាពត្រូវយ៉ាងនេះបានទេពិចារណាអញ្ចឹងទៅថាសទ្ធាដល់តែសទ្ធាអត់ចង់ទៅណាទេព្រោះដឹងតែខ្លួនឯងកំពុងសិក្សាធម៌ដល់ឧត្តម